trên tầng 4 xong chuẩn bị số lọc cũ nâng số sau đây này tạm ở kia khi bạn chỉ một chôn nghi với chúng ta ngày nay công dương ban được do thế nào nó muối đầy vậy bị smart cooling roof đại thế nào bọn ní ban vậy vẽ con chỉ môi nâng bánh hà bên ởក្នុងcông bài cho bắn cứ ca năng sự toàn hợp hiệp nâng ca pra tham một bộ lọc cua hai coi tôi chỉ đầm lò sấy đại dương ban được do cooling roof system đại chỉ đầm lò sấy chẳng dươngสังเกตเคยทางปัจจุบันนี้แบบพบโลกกันแต่แรงกำไรกันในครั้งโดยสาร climate change និង global warming สถานភាពទីក្រុងអាចនឹងកើនឡើងខ្លាំងដែលធ្វើឲ្យអាគារជាច្រើនវាស្រូបកម្ដៅពីព្រះអាទិត្យហើយបណ្ដាលឲ្យខាងក្នុងផ្ទះមានសីតុណ្ហភាពក្ដៅខ្លាំងដោយសារតែបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យមនុស្សយើងមានការប្រើប្រាស់អគ្គិសនីដូចជាការបើកម៉ាស៊ីនត្រជាក់ដែលបណ្ដាលនាំឲ្យការកើនឡើងការប្រើប្រាស់អគ្គិសនីនិងការចំណាយខ្ពស់ហើយថែមទាំងប៉ះពាល់ដល់បរិស្ថានផងដែរដូច្នេះហើយបានជាក្រុមយើងបានសិក្សានិងអភិវឌ្ឍ Smart Cooling Roof ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះអញ្ចឹង Smart Cooling Roof គឺជាប្រព័ន្ធឆ្លាតវៃមួយដែលប្រើទឹកដើម្បីកាត់បន្ថយកម្ដៅនៅលើដំបូលអគារប្រព័ន្ធនេះក៏មានសមាសភាពសំខាន់ដូចជា Temperature Sensor ដែលជាឧបករណ៍វាស់សីតុណ្ហភាពដែលយើងអាចវាស់បាននៅលើដំបូលជាបន្តបន្ទាប់នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់វានឹងផ្ដល់ទិន្នន័យទៅកាន់ប្រព័ន្ធរបស់យើងហើយក៏ដូចជាយើងមានប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ automatic water spraying system អញ្ចឹងនៅពេលដែលកម្ដៅវាឡើងខ្ពស់ទឹកនឹងបាញ់ដោយ automatic ហើយក៏យើងប្រព័ន្ធនោះគ្រប់គ្រងដោយ IoT ផងដែរដែលយើងមាន IoT control system ដែលអាចគ្រប់គ្រងតាមទូរស័ព្ទឬកុំព្យូទ័រនិងអាចមើលទិន្នន័យនិងបញ្ជាពីចម្ងាយបានហើយក្នុងនោះក៏យើងអាចប្រើប្រាស់ water storage tank មានន័យថានៅពេលដែលយើងប្រើប្រាស់ទឹកទាំងអស់នោះហើយនៅពេលដែលទឹកហូរធ្លាក់ទៅកាន់តនោះទឹកនោះនឹងហូរទៅកាន់ water storage tank របស់យើងនិងយើងអាចប្រើប្រាស់ទឹក reuse មកវិញម្ដងទៀតអញ្ចឹង objective របស់យើងថ្ងៃនេះគឺមានសំខាន់4ដែលក្នុងនោះមានដូចជាការកាត់បន្ថយកម្ដៅលើដំបូលការប្រើប្រាស់ប្រព័ន្ធដោយស្វ័យប្រវត្តិការប្រើប្រាស់បច្ចេកវិទ្យា IoT និងការកាត់បន្ថយប្រើប្រាស់ថាមពលអញ្ចឹង water cooling roof របស់យើងមិនត្រឹមតែជាប្រព័ន្ធដែលធ្វើការបញ្ចុះកម្ដៅផ្ទះប៉ុណ្ណោះទេប៉ុន្តែវាក៏ជាប្រព័ន្ធដែលធ្វើឲ្យយើងកាត់បន្ថយការចំណាយទៅលើថាមពលការជួយថែរក្សាបរិស្ថានផងដែរអញ្ចឹងចំណុចបន្ទាប់យើងនឹងនិយាយពី component មួយចំនួនដែលយើងធ្វើនៅក្នុង project មួយនេះដែលដូចជាមានដូចជា ESP32 rover relay water pump ហើយ power source របស់យើងប្រើជា battery ដោយសារនេះជា remote project តូចមួយអញ្ចឹងយើងអាចនឹងប្រើ power source ជា battery ប៉ុន្តែបើយើងសង្គមជាក់ស្ដែងហ្មងយើងអាចនឹងប្រើ solar ដែលជា power source របស់យើងឬក៏ power ពី AC របស់ផ្ទាល់ហ្មងហើយក៏មានដូចជា sensor ដែលយើងប្រើប្រាស់ sensor 2ដែលជា DS1820 និង DS18B20 ដែលមួយដាក់នៅលើដំបូលផ្ទះនិងមួយទៀតដាក់នៅក្នុងផ្ទះផ្ទាល់អញ្ចឹងនេះគឺជា simple diagram មួយដែលយើងប្រើប្រាស់ក្នុងធ្វើ process របស់ water cooling roof របស់យើងដូចជាយើងបានកំណត់ temperature sensor ដែលយើងឲ្យ condition វាដូចជា outside reach 35 អង្សាសេឬក៏នៅក្នុងផ្ទះ reach 30 អង្សាសេអញ្ចឹងមានន័យថាអញ្ចឹង condition មានន័យថានៅពេលដែលខាងសីតុណ្ហភាពខាងក្រៅផ្ទះវាមានសីតុណ្ហភាព35ឬក៏ខាងក្នុងមាន30អង្សាសេអញ្ចឹងទោះបីជា condition មួយណា true ក៏វាចូល true ដែរអញ្ចឹងនៅពេលដែល condition true វាទិន្នន័យទាំងអស់នោះបានបញ្ជូនទៅ microcontroller ហើយ microcontroller ក៏បញ្ជា relay ក្នុងការឲ្យដំណើរការ water pump ដែលវាបូមទឹកបាញ់ទៅលើដំបូលផ្ទះហើយ microcontroller នោះក៏បានបញ្ជូនព័ត៌មានទៅកាន់ InfluxDB cloud របស់យើងនិង Arduino cloud របស់យើងផងដែរអញ្ចឹងចំណុចបន្ទាប់យើងនឹងធ្វើការ demonstrate